ម្ចាស់វិញ្ញាណលេខឈ្មោះរបស់អ្នកស្ដាប់ទៅពីរោះណាស់ខ្ញុំមកពីណាមាននំបាយប៊ឺមែនទេអូយបងប្រុសសម្លាញ់ឲ្យសូមជួយខ្ញុំផងអូវាជាខ្ញុំអាតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំមកពីនាយកដ្ឋានផ្គត់ផ្គង់ហើយខ្ញុំនៅទីនេះដើម្បីនាំអ្នករាល់គ្នាទៅកាន់មូលដ្ឋានសុវត្ថិភាពខ្ញុំបានឃើញអ្នកត្រូវបានចាប់ដោយខ្មោចឆៅប៉ុន្តែអ្នកមិនត្រូវបានស៊ីឬប្រែក្លាយទៅជាខ្មោចឆៅទេចង់ដឹងមូលហេតុទេសូមគិតអំពីវាពីព្រោះអ្នកត្រូវបានមិត្តរួមថ្នាក់រុញចេញដើម្បីស្វែងរកសម្ភារៈដូច្នេះអ្នកអាចចាត់ទុកខ្ញុំដូចជាអ្នកចាញ់ប៉ុន្តែអ្នកគ្រាន់តែធ្វើពុតជាមានសំណាងប៉ុណ្ណោះផ្អែមខ្ញុំទទួលខុសត្រូវចំពោះសិស្សទាំងអស់នៅក្នុងថ្នាក់រៀនវាក៏ត្រូវបានគេហៅថាកម្មផលឬការដាក់ទណ្ឌកម្មផងដែរអ្នកសមនឹងទទួលបានវាកាលៈទេសៈប្រកាសជាពិសេសណាស់ហើយខ្ញុំគ្មានជំរើសទេតើសេចក្តីស្រឡាញ់របស់អ្នកថោកទាបដល់ថ្នាក់មិនអាចទ្រាំទ្រនឹងការសាកល្បងសូម្បីតែបន្តិចបានទេឬក្តីស្រឡាញ់របស់ខ្ញុំមានតម្លៃណាស់វាមិនអាចស្ថិតស្ថេរយូរអង្វែងទេការខ្ជះខ្ជាយសូម្បីតែមួយវិនាទីលើបុរសអាក្រក់ដូចអ្នកគឺជាការមិនបម្រើខ្លួនឯងតើអ្នកនឹងនៅជាមួយខ្មោចឆៅជំនួសឲ្យការនៅជាមួយក្រុមដើមមែនទេអ្នកដឹងទេថាក្រុមខ្មោចឆៅដែលបានចាប់ជំរិតគាត់គ្រាន់តែប្រើប្រាស់អ្នកជាអាហារប៉ុណ្ណោះមិនថាអ្នកយល់ច្រឡំខ្ញុំយ៉ាងណាទេអ្នកមិនអាចប្រងើយកន្តើយនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នកបានទេមែនទេទោះបីជាខ្ញុំត្រូវរត់គេចក៏ដោយក៏ខ្ញុំមិនទៅជាមួយអ្នកដែរតើអ្នកមិនតែងតែចង់ទៅមូលដ្ឋានសុវត្ថិភាពទេនៅពេលដែលយើងទៅដល់ទីនោះយើងនឹងមានសុវត្ថិភាពហើយលែងមានការព្រួយបារម្ភទៀតហើយខ្ញុំបានឮថាឪពុកម្ដាយរបស់អ្នកក៏នៅទីនោះដែរតើអ្នកមិនចង់ជួបពួកគេទេឱកាសរត់គេចរបស់ឪពុកធម៌ខ្ញុំគឺនៅចំពោះមុខគាត់ទ្វារក្រោយផ្សារទំនើបគឺនៅទីនោះតោះចេញទៅក្រៅមុនសិនហើយបន្ទាប់មកនិយាយគ្នាមិនអីទេតោះទៅឲ្យលឿនមិនអីទេវាជាការយល់ច្រឡំមួយការយល់ច្រឡំដ៏ធំមួយតើខ្ញុំអាចរត់គេចខ្លួនតាមទ្វារខាងក្រោយដោយរបៀបណាខ្ញុំឃើញតែការណែនាំអំពីអាហារនៅទីនេះដូច្នេះខ្ញុំមកយកវាឡម៉ាក់បាត់ហើយរត់ស្ងួតសូមឲ្យខ្ញុំពន្យល់គឺមីងឆាវហើយដែលស្រាប់តែលេចមុខមកខ្ញុំនិងមីងឆាវត្រូវទៅសាលាបង្រៀនបើកបររថយន្តនៅខែឧសភាហើយគាត់ក៏ទាញខ្ញុំចេញតើសិស្សច្បងបានប្រើអ្វីរបាំស្គរការពារខ្លួនអ្នកឆាប់ខឹងខ្លាំងណាស់ពេលអ្នកចង់ចូលគេងតើអ្នកធ្វើអ្វីមិនអីទេហេតុអ្វីបានជាអ្នកលាងដៃខ្ញុំឲ្យស្អាតម្ល៉េះអ្នកកំពុងលាងបន្លែអ្នកពិតជានឹងស៊ីខ្ញុំបន្ទាប់ពីទាំងអស់តើខ្ញុំគួរធ្វើអ្វីប្រសិនបើខ្ញុំមិនដឹងថាត្រូវចាប់ផ្ដើមពីណាអាហឹមយល់ព្រម
ហើយហេពូឈីនមកពីកម្មវិធីបង្ហាញទេពកោសល្យពូកែប្រើជើងកន្ត្រៃរបស់គាត់ណាស់បើគ្មានការផ្ទុះឡើងនៃមេរោគសំប៊ីទេគាត់ប្រកាសជាមិនធ្លាក់មុខវិជ្ជាណាមួយនៅឈ្មោះនេះទេធ្វើខ្ញុំអាចធ្វើវាសម្រាប់អ្នកឥឡូវនេះខ្ញុំភ័យខ្លាចខ្លាំងណាស់ខ្ញុំស្ទើរតែត្រូវចង្ក្រានស៊ីជាសំណាងល្អខ្ញុំឆ្លាតណាស់ឥឡូវយើងមានគ្រឿងផ្សំច្រើនហើយខ្ញុំនឹងចម្អិនអាហារអធិរាជម៉ាន់ជូឲ្យអ្នកភ្លាមម្ដងខ្ញុំគិតថាខ្ញុំមែនប្រសិនបើអ្នកមិនចង់ឲ្យខ្មោចឆៅស៊ីទេចូលប្រើប្រាស់តម្លៃរបស់អ្នកឲ្យបានល្អខ្ញុំចង់ស្ងោរខ្លួនឯងក្នុងឆ្នាំងដែកហ្វឹកហាត់សាច់អាំងរបស់អ្នកឲ្យបានត្រឹមត្រូវនេះរៀនពីវាអ្នកបានចេញទៅរកសម្ភារៈហើយបានយកក្រដាសបង្គន់ពីកញ្ចប់ឬផ្ទុយទៅវិញក្រដាសបង្គន់សើមកវិញតើនេះចាត់ទុកថាជាទឹកស៊ីអ៊ីវណានសានមែនទេខ្ញុំសូមចូលរួមសោកស្ដាយចំពោះការបាត់បង់លោកគ្រូពេទ្យយើងអស់អាហារហើយរុក្ខជាតិពោថូសនៅក្នុងថ្នាក់រៀនក៏ត្រូវបានហែកចោលទាំងស្រុងអាហារវីខ្ញុំចាំថាកាបូបរបស់អ្នកធ្វើពីស្បែកសុទ្ធមែនទេមិនអាចទេនេះជាការបោះពុម្ពមានកំណត់វាមានតម្លៃជាងជីវិតរបស់អ្នកជារៀងរាល់ថ្ងៃគាត់បានប្រថុយជីវិតរបស់គាត់ពួកគេបាននាំមកយើងនូវភាពជោគជ័យមិត្តខ្ញុំមិនតែងតែយកស្លឹកខ្ទឹមមកផ្ទះទេវាមានរសជាតិមិនល្អទេដូច្នេះអ្នកថែមទាំងលិតកញ្ចប់ទៀតផងខ្ញុំមិនមែនជាមនុស្សតែម្នាក់គត់ដែលគិតថាមេកញ្ចប់រសជាតិស្លឹកខ្ទឹមឆ្ងាញ់ទេមែនទេគាត់រកលុយបានច្រើនណាស់ឃ្លានខ្លាំងណាស់រហូតដល់ផឹកទឹកម៉ាស៊ីនហើយគាត់ថែមទាំងឲ្យខ្ញុំស៊ុតឆ្អិនដែលគាត់បានស្តុកទុកដោយសម្ងាត់ទៀតផងគាត់និយាយថាគាត់កំពុងដុំអាហារតើអ្នកពិតជាជឿរឿងនោះមែនទេជាអកុសលគាត់បានទៅហើយភាពផ្អែមល្ហែមនៅតែមានជីវិតខ្ញុំបានចេញទៅខាងក្រៅហើយបានឃើញគាត់ហឺមឥឡូវនេះមានខ្មោចឆៅនៅគ្រប់ទីកន្លែងនៅខាងក្រៅពួកគេទាំងពីររស់នៅយ៉ាងស្រួលប៉ុន្តែមើលឪពុកខ្ញុំទៅគាត់រស់នៅក្នុងស្ថានភាពអាក្រក់ជាងម៉ាក់ខ្ញុំទៅទៀតគាត់ប្រហែលជាឃ្លានស្លាប់ទៅហើយជីវិតគឺជាការលាយឡំគ្នារវាងសេចក្តីរីករាយនិងទុក្ខព្រួយសុភមង្គលកើតចេញពីការញ៉ាំបាយតែប៉ុណ្ណោះមើលអង្ករនេះទៅវាពោរពេញទៅដោយទឹកស៊ុបហេវាជាចៅវាយរបស់អ្នកអញ្ចឹងហេតុអ្វីស្រមុកតើទឹកត្រជាក់របស់អ្នកមានបញ្ហាអ្វីហេតុអ្វីបានជាវាត្រូវចំណាយពេលយូរម្ល៉េះមនុស្សពេញវ័យមកចុះខ្ញុំនឹងមក